ជាដំបូងសូមជម្រាបសួរគ្រូហើយសួស្តីអ្នកនាងថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីចេកវិធីរបស់យើងដែលចូលធ្វើរបស់យើងគឺគិតទៅលើការឡើងអ៊ីនធឺណិតហើយនេះជាអ្វីដែលយើងនឹងត្រូវគិតទៅតាមដែលលោកគ្រូឲ្យគឺមានប៉ុណ្ណឹងចាំទុកនេះគឺមានការកំណត់ទៅលើ each router តំណ router R1 R2 ហើយ 3 ហើយចុងក្រោយយើងគឺការតេស្តដែលជាដំបូងខ្ញុំនឹងធ្វើការកាត់ទៅលើ each router គេគឺយើងអាស្រ័យឡើងទៅអ៊ីនធឺណិតហើយយើងធ្វើការ assign IP តបមកយើងក៏ពិតទៅលើ DNS ហើយយើងនឹងធ្វើការកាត់ពិតទៅលើ DHCP server ឥឡូវខ្ញុំសូមកាត់ពិតចាប់ដើមពីម្ដងទៅគឺយើងកាត់ពិតទៅលើ each router គេគឺ router នេះខ្ញុំចូលកាន់ Winbox ទី1 server ដោយសារតែខ្ញុំបានចូលដល់ identify គឺ identity ទៅ password នេះចូល setting ទៅលើ activity គឺ router បន្ទាប់មកខ្ញុំធ្វើការកាត់ពិតទៅលើ NAT គេ NAT បូកមក action password apply អូខេហើយចំណុចបន្ទាប់ខ្ញុំធ្វើការ assign IP ដែល IP អឺអានេះគឺជា IP ដែលយើងចាប់មកពីអ៊ីនធឺណិតIP ខ្ញុំមក IP គឺនេះ IP នេះនៃ20.20.1/30ខ្លះសិបនេះមានថាយើងអាចបាន user ហើយខ្ញុំនឹង assign ទៅកាន់អ៊ីនធឺណិតទី3នេះគឺមួយនេះ apply អូខេមួយទៀតគឺ30.30.30.1/30ហើយយើងធ្វើការ assign ទៅកាន់អ៊ីនធឺណិតទី4ហើយអូខេអឺ40.1/30ហើយកន្លែងនេះខ្ញុំ assign ទៅកាន់អ៊ីនធឺណិតលេខ5គឺ port នេះអាហ្នឹងឥឡូវយើងមកតែយើងកាន់ដាក់ description របស់វាដើម្បីដាក់ description របស់វាយើងចូលកាត់ interface នេះកន្លែងនេះហើយចំពោះ port លេខ3 description នេះគឺ connect to all one internet លេខ3នេះ port 3ដូរនេះright អូខេតបមក connection មួយទៀតគឺ port លេខ4 right អូខេport លេខ5អូខេហើយចំណុចតបទៀតគឺខ្ញុំកំពិតលើ DNS server តែ DNS យើងចូលកាន់ IP DNS ដែលយើងត្រូវប្រើគឺមាន2គឺមួយរបស់ Google មួយទៀតរបស់ Cloudflare គឺ8ដើមហើយ1ដើម8ដើមមួយទៀតគឺ1ដើម apply អូខេហើយចំណុចបន្ទាប់ដែលខ្ញុំនឹងត្រូវ config គឺ DHCP server IP DHCP server setup ដែល port ដែលយើងនឹងធ្វើការនេះport នេះគឺ port 3គឺ port នេះហើយចំពោះ IP rank IP ដែលខ្ញុំត្រូវប្រើគឺIP មួយនេះហើយIP នេះហើយគឺសម្រាប់ port 4ហើយនេះគឺសម្រាប់ port 5ដែល IP នេះគឺ192.168.1.0.24ហើយលេខ12.0.8.1.0/4អានេះគឺជា gateway អា
នេះគឺជា visualize ទៅជាDNS server វាអត់ដឹងថាបញ្ហាអីគឺវាលក់ទៅខ្ញុំសុំអាសាញទៅគឺ2.1.1.1ចំណុចហើយចំពោះ list ខាងនេះគឺវារយៈពេល30នាទីវាធ្វើការ release IP ដល់ចំណុចនេះទៅឥឡូវយើងមិនចុងជ័យហើយសូមស្ដាប់មួយទៀតគឺEthernet 4 next ហើយចំពោះ IP គឺ192.2.0.4 អូខេកាលនេះវាអត់លោតតចាយតិច2.1អូខេខាងនេះហើយនេះគឺជា rank IP ដែលវាបោះនៅពេលដែលយើងធ្វើការ request IP យកមកចំណុចអានេះវាជាប់អូតូហើយក៏យើងបានធ្វើការដាក់ពីមុនមកដល់ហើយអូតូយើងនេះចំណុចឥឡូវខ្ញុំស្ដាប់មួយទៀតគឺសម្រាប់ Polygram ចំពោះ IP គឺ 192.168.3.0 standard អាហ្នឹងគឺជា subnet mask នេះសំដៅនោះថាយើងមានបញ្ហានេះ conflict អាពេលខ្លះគឺវាអូតូអាពេលខ្លះយើងត្រូវបាយនេះគឺជា DNS server អានេះគឺជា RAN IP យើងអូខេមកឥឡូវចំណុចទី1គឺខ្ញុំបានកាត់ទៅនៅលើ X router តទៅទៀតយើងធ្វើការកាត់ទៅលើ router នេះទៅជាស្រេចrouter all1 នេះជួបខាងនេះរបស់ទី2ហើយចំពោះ router ទី2លេខ1នេះយើងនេះដំបូងយើងធ្វើNAT ធម្មតាតមកយើងខ្សែ IP កាន់ Ethernet លេខ2ហើយលេខ3តមកយើងនឹងធ្វើការconvert លើ DHCP relay ទៅលើ Ethernet លេខ3ហើយយើងសូមធ្វើ NAT មកដែរគឺ firewall NAT +1 Ascent Masquerade អូខេបន្តមកទៀតខ្ញុំសូមអាស្រ័យ IP +1 IP ដែលយើងត្រូវអាស្រ័យគឺ20.20.2/30 ហើយយើងដាក់ទៅលើ interface 2អូខេអូខេតបមកទៀត IP ទៀតគឺសម្រាប់user request គឺ192.1.1/24 interface 3អូខេឥឡូវយើងសូមដាក់ description វាគឺ interface គឺ2សូម copy តិចនេះមកapply អូខេលេខ3apply អូខេបន្ទាប់ពីហ្នឹងមកយើងធ្វើការ convert ទៅលើEP relay បូក1មកឡើយនេះយើង relay ទៅកាន់ interface លេខ3គឺមួយនេះអានេះគឺជា DP server របស់ port មួយនេះគឺ port លេខ3នេះគឺ20 code ចុច20 code ចុច20.1ហើយចំពោះ local យើងគឺនេះ IP នេះគឺ192.168.1.1ហើយយើង apply មកអូខេបន្ទាប់ពីហ្នឹងយើងធ្វើទៅកាន់យើងធ្វើ route ទៅចូល IP ដែរហើយ compose យើង route បូក1មកអានេះគឺជាgateway របស់data ទី3នេះno no interface ទី3 sorry គឺ20 code 20.20.1 apply អូខេសម្រាប់ router all1 យើង configure អស់ហើយបន្តមកទៀតយើងធ្វើការចូលទៅកាន់ router ទី2 router ទី2នេះអ្វីយើងធ្វើគឺដូចមុនដែរគឺអាស្រ័យ IP ហើយconfigure ទៅលើ DP relay
អានេះគឺជា IP ដែលខ្ញុំមកស្អាតអូខេឥឡូវយើងធ្វើតាមទី2ចូលវាទី2ចាំតិចអូខេយើងមកចូលហើយយើងធ្វើ NAT មុនដដែលកុំឲ្យផ្លាច់ភ្លេចទៅ NAT បូក1 action យក mastery rate ផ្លាយអូខេចំណុចបន្ទាប់យើងធ្វើការ assign IP IP ខ្ញុំសូម assign interface លេខ2មុនគឺ 30.30.30.2/30 interface លេខ2 apply អូខេបន្តមកទៀត IP មកទៀតគឺ 192.168.2.1/24ទៅកាន់ interface លេខ3បន្តមកទៀតយើងកំណត់ description វាគឺ copy មួយសិនអូខេយើង apply អូខេបន្តទៀត interface លេខ3អូខេឥឡូវយើងនេះហើយយើងកំណត់ទៅលើ IP relay ម្ដងបូកមួយមកចំពោះ interface ដែលយើងត្រូវនេះគឺ interface មួយនេះគឺ interface ទី3មកកាន់ switch SW2 របស់យើងគឺមួយនេះDP server គឺបោះ interface លេខ4គឺ 30.30.30.30.30.1 ហើយចំពោះ local របស់យើងគឺការអូខេIP យើងគឺ 192.168.2.1យើងអូខេមកខ្ញុំសុំការ interface នេះខ្ញុំដាក់ច្រឡំគឺចាំតិចអានេះគឺ DP relay នេះសុំការគឺដាក់លេខ1វិញអូខេតពីយើងធ្វើ DP relay ហើយយើងធ្វើ route ម្ដងបូកមួយមកgateway ហ្នឹងគឺរបស់ interface ទី4 30.30.30.1ហើយយើងapply អូខេឥឡូវយើងបានធ្វើលើ router ទី2ហើយគឺ router R2 តទៅយើងធ្វើការកាន់ router ទី3 R3 ហើយនេះគឺជាអ្វីដែលយើងត្រូវទៅធ្វើគឺដូចតែមុនទេគឺ assign IP ហើយយើងការធ្វើទៅលើ DHCP relay ដំបូងខ្ញុំសូមធ្វើ NAT មុនទៅដែរ NAT action យើងយក mastery rate ហើយអូខេបន្តមកទៀតយើងធ្វើការ assign IP 40.40.40.2/30ហើយយើងដាក់លើ interface លេខ2អូខេយើងមើលសិន copy code apply អូខេឥឡូវយើង IP ទៀត2.68.3.1/24ហើយយើង assign ទៅកាន់ interface 3បន្តមកទៀតយើងធ្វើការដាក់ description របស់វាគឺចូលដាក់ interface ទី2 apply អូខេតទៅទៀតinterface លេខ3ម្ដងអូខេ apply អូខេបន្តមកទៀតយើងធ្វើការ refresh លើ DP relay បូក1ឥឡូវយើងទៅកាន់ interface លេខ3ជាមួយនេះអានេះគឺជា DHP របស់ interface លេខ5អញ្ចឹងគឺ 40.40 1ហើយចំពោះ local IP ហ្នឹងគឺ 192.168.3.1ផ្លាយយើងអូខេមកបន្ទាប់ពីហ្នឹងយើងធ្វើការធ្វើទៅកាន់route យើងចូលមក route មកបូក1gateway វាគឺ40ដូចគ្នា1យើង apply ហើយអូខេឥឡូវការ config យើងរួចរាល់ហើយ
គឺខ្ញុំសូមតែមើលថាវានៅខ្វះអីគេដែរ NAT អូខេមួយ IP ម្ដងទៀតអូខេឥឡូវការ config របស់ខ្ញុំទាំង config របស់ខ្ញុំរបស់router ទាំង3ហ្នឹងហើយ each router គឺបញ្ចុះហើយដែលចំណុចបន្ទាប់ហ្នឹងគឺការ test ម្ដងយើងទៅបន្តិចខ្ញុំសូមបើកម្ដងទៅសិនដែលការ test របស់យើងហ្នឹងគឺដែលការ test របស់យើងគឺ test ហ្នឹងគឺការ request IP ចេញពី DHT server ហើយយើងការ pin ទៅលើអ៊ីនធឺណិតដោយយើងប្រើនេះ client របស់យើងគឺមានប៉ុណ្នេះគឺ PC1 ដល់ PC6 ឥឡូវយើងធ្វើការ request IP ចេញពី user ទី1មុនគេយើងវាយ dhcp.org clear ផងឥឡូវចេញទៅ RAI យើងបានទៅ IP គឺបានគឺប៉ុណ្នេះហើយជាពួកនេះគឺជា cafe របស់យើងដែលយើងត្រូវការ pin រងគឺយើង pin ទៅកាន់នេះ router R1 មុនគេបន្តមកទៀតយើង pin ទៅកាន់ X router ហើយបន្ទាប់មកយើងធ្វើការ pin ទៅកាន់ internet ផ្ទាល់ទៅដែលយើង pin គឺនេះpin ទៅកាន់ IP របស់ router R1 គឺ 192.168.1.1អូខេវាដែរឥឡូវយើង pin ទៅកាន់ X router ម្ដងគឺ 20.20.20.1អូខេវាដើរគ្នាឥឡូវយើងធ្វើការ pin ទៅកាន់ internet ម្ដងយើង pin ទៅកាន់ Cloudflare អូខេវាដើរគ្នាចំពោះ user ទី1គឺវាអូខេហើយយើងកាន់តែ client user ទី2យើងធ្វើការ request IP គ្នា php.org តទៅទៀតតទៅចាប់បាន IP ហើយយើងធ្វើការ pin ទៅកាន់ router វាគឺ router មួយនេះ R1 ហ្នឹងpin ទៅកាន់ 192.168.1.1អូខេដែរឥឡូវយើង pin ទៅកាន់ X router គឺ 20.20.20.20យើង pin តាម port interface វិញនេះអូខេឥឡូវយើងដល់ពេលឡើង internet ហើយអូខេវាដើរគ្នាព្រោះនេះគឺវាដើរទាំងអស់ client ទី1 client ទី2ឥឡូវយើងចូលមកដល់ PC client ទី3យើងធ្វើការ request IP គ្នាគឺ dhcp.org ហើយវាចាប់បាន IP ហើយអូខេវាចេញទៅហើយចង់មានន័យថាវាចាប់ IP បានហើយនេះគឺជា IP ដែលវាចាប់បានគឺ 192.168.2.254ហើយនេះគឺជា gateway របស់វាដំបូងខ្ញុំសូម pin វាទៅកាន់ router របស់វាសិនគឺ router R2 ដែល IP គឺ 192.168.2.1អូខេវា pin ស្គាល់ហើយតោះបន្តិចខ្ញុំ pin កាន់ X router លើចាយើងធ្វើការ pin នៅលើ R1 ចឹងpin ទៅកាន់ X router គឺវា 30.30.30.1ខ្ញុំ pin កាន់ DNS របស់ X router នេះឥឡូវយើង pin ទៅកាន់ internet ម្ដងអូខេវាស្គាល់ internet ហើយចំពោះ PC នេះគឺ PC 3ចំពោះ PC 4វាប្រហែលជាដើរដោយសារតែវាស្ថិតក្នុងswitch តែមួយហើយក្នុង router តែមួយហើយខ្ញុំសូម DHCP.org ហ្នឹង request IP ហ្នឹងវាចាប់បាន IP ហើយនេះជា IP វាគឺ 192.168.2.254ឥឡូវខ្ញុំសូម pin ទៅកាន់ router R2 ដែរ68.2.1អូខេវាដែរឥឡូវខ្ញុំសូម pin ទៅកាន់ X router ម្ដងគឺ30.30.30.1វាដែរខ្ញុំសូម pin ទៅកាន់ internet
វាដើរទៅអស់ដោយសារតែវានៅក្នុង speed នេះហើយ router តែមួយហ្នឹងតែ user នេះដើរវាដើរដូចគ្នាឥឡូវខ្ញុំសូមមកកាន់ user PC ទី5DHCP.org តើវាចាប់បាន IP អត់អូខេវាចាប់បាន IP ហើយ IP វាចាប់បានគឺ 192.168.3.254 ហើយចំពោះ gateway វាគឺ 192.168.3.1ខ្ញុំសូម pin មកកាន់នេះសិនមកនេះមកកាន់ router sorry មិនស្ពេចទេpin 192.168.3.1អូខេវាស្គាល់តមកទៀតខ្ញុំ pin ទៅកាន់ each router វិញដល់ពេលដែលយើងឡើងអ៊ីនធឺណិតខ្សែគត់ចុចខ្សែគត់ចុចខ្សែគត់ចុច1អូខេវាស្គាល់ដូចគ្នាឥឡូវខ្ញុំសូមធ្វើការ pin ទៅកាន់អ៊ីនធឺណិតចំពោះការ pin ទៅកាន់អ៊ីនធឺណិតវាក៏ស្គាល់ដូចគ្នាដែរឥឡូវខ្ញុំសូមធ្វើទៅកាន់ user ទី6 PC 6ឬក៏ខ្សែទី6ហ្នឹង DHCP.org អូខេវាចាប់បាន IP ហើយឥឡូវខ្ញុំសូម pin ទៅកាន់ router O3 នេះទៅគឺ192.168.3.1អូខេវាស្គាល់ឥឡូវយើង pin ទៅកាន់ each router គឺ40.40.1វាស្គាល់ដូចគ្នាឥឡូវខ្ញុំសូមឡើងអ៊ីនធឺណិតផងតែយើងប្រើ Google អត់ដល់ណាអូខេវាស្គាល់ហើយអញ្ចឹងមានន័យថាការ config ហ្នឹងគឺជោគជ័យ100%ដែលយើងping ទៅកាន់អ៊ីនធឺណិតស្គាល់អស់គ្រប់ user ទាំង6នេះហើយការបង្ហាញនេះគឺដល់ជ័យទីបញ្ចប់ហើយចុងក្រោយបើមានកំហុសឆ្គងកណ្ណាសូមអធិស្ឋានអ្នកគ្នាសូមជម្រាបលាបាយបាយ